បាទជំរាបសួរគួយចៅទាំងអស់ដែលចូលចិត្តនឹងតាមដាននៅเพจពូពីសម្ដែងបាទថ្ងៃនេះខ្ញុំបាទមកធ្វើការចែករំលែកនៅចំណេះដឹងខ្លះៗសម្រាប់អ្នកដែលចិញ្ចឹមបង្កងអូស្ត្រាលីរបៀបភ្ញាស់បង្កងបាទរបៀបនៃការភ្ញាស់បង្កងអូស្ត្រាលីនេះអ្នកណាក៏ដូចអ្នកណាដែរជាទូទៅបងប្អូនតែងតែមានជួបការបាត់បង់ខ្លះប៉ុន្តែចំណុចដែលខ្ញុំឆ្លងកាត់មួយរយៈពេលមកនេះឃើញថាការភ្ញាស់របស់ខ្ញុំឥឡូវឃើញថាមានការរីកចម្រើនខ្លាំងជាងមុនបាទទី1ពីមុនយើងដាក់នៅអាងឥឡូវនេះគឺខ្ញុំដាក់នៅនឹងស្រះនៅក្នុងដីតែម្ដងបាទលក្ខណៈធម្មជាតិអញ្ចឹងឃើញថាការភ្ញាស់របស់ខ្ញុំមានការប្លែកជាងមុនទី1អាចមកពីមេពូជរបស់យើងនេះគឺមានសុខភាពល្អបាទមានធម៌ពលដីមានអាហារហូបគ្រប់គ្រាន់ធ្វើឲ្យមេពូជរបស់យើងមានកម្លាំងបើសិនជាបងប្អូនគ្រាន់តែចង់ចិញ្ចឹមតែបើមិនតាមដានមិនសង្កេតមើលវាទេបាទកន្លែងនេះគឺសំខាន់បាទសំខាន់ណាស់ក្នុងការចិញ្ចឹមបង្កងអូស្ត្រាលីនេះសិនជាបងប្អូនមានចម្ងល់អ្វីមួយតាក់ទងជាមួយការចិញ្ចឹមបង្កងភ្ញាក់បង្កងបងប្អូនមានបញ្ហាអីបាទបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានបងប្អូនណាអាចសួរយោបល់ពីខ្ញុំបានអាចឆាតមកសួរក៏បានអាចតែមកសួរក៏បានដែរបងប្អូនណាបាទខ្ញុំមិនលាក់លៀមអីទេក្នុងការចែករំលែកនៅបទពិសោធន៍ខ្លះៗដែលខ្ញុំមានមិនថាខ្លួនឯងជាអ្នកចិញ្ចឹមបង្កងដ៏អស្ចារ្យអីទេប៉ុន្តែយើងចែករំលែកគ្នាបងប្អូនណាបាទយើងចែករំលែកគ្នាហើយមួយទៀតគោលដៅសំខាន់ដែលយើងឆាប់បានទទួលផលហ្នឹងគឺផ្ទៃដីបាទទៅលើផ្ទៃដីដែលយើងដាក់ពេលដែលយើងភ្ញាស់ហើយសូមបញ្ជាក់ផងដែរណារបៀបចាប់ភ្ញាស់នេះបាទរយៈពេល40ថ្ងៃគឺខ្ញុំបូមចេញពីស្រះយកមកភ្ញាស់ក្នុងនោះយើងរើសយកតែមេពងទេហើយមេពងនោះវាមាន3ពណ៌ពណ៌ខ្មៅពណ៌ក្រហមពណ៌ខៀវបាទមានខៀវមួយទៀតតែខៀវរាកវាពងវាទន់ៗណាអាហ្នឹងគឺអត់យកទេបាទខ្ញុំយកតែ2ពណ៌ទេបាទ2ពណ៌គឺពណ៌ខ្មៅនិងពណ៌ក្រហមដាក់តែថ្មីគឺវាអាចខូចបាទវាពងវាអត់ទាន់គ្រប់អាយុកាលដែលយកមកអាចដាក់ទឹកថ្មីបានណាបាទសម្រាប់បង្កងអូស្ត្រាលីនេះរយៈពេល40ថ្ងៃផង40ថ្ងៃញាស់បាទគេឲ្យមួយទៀតបងប្អូនតែងតែឆ្ងល់តែងតែសួរមកខ្ញុំថាក្នុងមេពងមួយក្បាលអាចផលិតកូនបានប៉ុន្មានបាទបងប្អូនខ្ញុំសូមឆ្លើយទៅបងប្អូននៅកន្លែងនេះបន្តិចថាវាតាមធំតាមតូចបងប្អូនណាមេតូចទៅក៏ពងក៏កូនតិចទៅមេធំក៏ដូចអាធំមួយដែលខ្ញុំលើកនោះគឺច្រើនចឹងទៅបាទអញ្ចឹងអាធំនេះមិនក្រោមពី200ក្បាលទេហើយអាតូចយ៉ាងហោចក៏100ទៅ70ក្បាលដែរបាទកូនវាបាទអញ្ចឹងយើងវាយមធ្យុមភាគបាទយើងបូកមធ្យុមភាគមកយើងមិនចាំគិតអីច្រើនដល់ថ្នាក់រាប់រយទេបាទយើងគិតតែ50ទៅ60ក្បាលទៅបានហើយបាទគិតតែ50ក្បាលទៅក្នុង100ក្បាលយើងបាន5000កូនអីចឹងទៅណាបាទខ្ញុំបាទមានតែប៉ុណ្្នឹងសិនចាំវីដេអូក្រោយខ្ញុំនឹងចែករំលែកនៅអ្វីដែលខ្ញុំចេះអ្វីដែលខ្ញុំដឹងខ្ញុំកាប់ទៅបងប្អូនបាទពីស្ដាយទៅសុខថ្លៃអរគុណដល់គួយចៅទាំងអស់តែតាមដានទៅពីស្ដាយបាទសូមអរគុណសូមគោរពលាសូមឲ្យគួយមានសុខភាពល្អគ្រប់ពេលវេលាបាទពេញកាលណាជួបជាប់នេត្រាយដួងចិនដាលួចអាឡ័យនឹងមិនភ្លេចរាល់ថ្ងៃសំដីស្រេបអាយសំដីផ្អែមត្រជាក់ចិត្តតើគូព្រេងណាវាស្នាគ្មានឬទេកាលនៅទំនេរឬជាស្នេហ៍គេទៅហើយឆ្លើយប្រាប់ខ្ញុំផង